មនុស្សជាច្រើនរងចាំពេលវេលាដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្ដើមពួកគេនិយាយថាខ្ញុំនឹងចាប់ផ្ដើមនៅពេលដែលខ្ញុំត្រៀមរួចរាល់ឬខ្ញុំនឹងចាប់ផ្ដើមនៅថ្ងៃស្អែកប៉ុន្តែថ្ងៃស្អែកច្រើនតែប្រែទៅជាថ្ងៃស្អែកមួយទៀតការពិតគឺថាពេលវេលាត្រឹមត្រូវគឺឥឡូវនេះអ្នកមិនចាំបាច់ចេះដឹងអ្វីគ្រប់យ៉ាងមុនពេលអ្នកចាប់ផ្ដើមនោះទេរាល់ដំណើរការវែងឆ្ងាយវាចាប់ផ្ដើមដោយជំហានតូចមួយដែលបានធ្វើនៅថ្ងៃនេះការខិតខំប្រឹងប្រែងធ្វើ5នាទីក៏សំខាន់ជាងការធ្វើផែនការដែលគ្មានទីបញ្ចប់ដែរនៅពេលអ្នកចាប់ផ្ដើមថ្ងៃនេះអ្នកទទួលបានថាមពលទំនុកចិត្តនិងទិសដៅការរងចាំតែងចិញ្ចឹមការភ័យខ្លាចនិងការសង្ស័យប៉ុណ្ណោះវឌ្ឍនភាពនៃការរីកចម្រើនគឺតាមរយៈសកម្មភាពមិនមែនតាមរយៈការពន្យាពេលទេដូច្នេះសូមគុំរងចាំការលើកទឹកចិត្តឬការមានផែនការល្អឥតខ្ចោះសូមចាប់ផ្ដើមឥឡូវនេះចាប់ផ្ដើមរៀនទៅហើយអនាគតរបស់អ្នកនឹងអរគុណខ្លួនអ្នកចំពោះភាពក្លាហានក្នុងការចាប់ផ្ដើមនៅថ្ងៃនេះ